ចំណាយត្រឹមតែក្រោម $20,000 ហើយឡានមួយគ្រឿងនេះអាចប្រើការសម្រាប់ការរស់ស៊ីហើយជាពិសេសគឺធន់មាំអាយុកាលយូរអង្វែងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីភេទភាគឡានមួយគ្រឿងតម្លៃក្រោម $20,000 ប្រភេទឡាន pick up ទិញវាហើយយកទៅជិះហើយប្រើការក្នុងការរស់ស៊ីហើយឲ្យវានឹងជួយរលុយឲ្យយើងផងដែរអញ្ចឹងជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំ CK លោកឡានថ្ងៃនេះខ្ញុំមានឡានមួយគ្រឿងនៅពីក្រោយខ្នងគឺជាប្រភេទ Toyota Tacoma អញ្ចឹងតោះ Let's go អញ្ចឹងបងប្អូននេះគឺជា Tacoma ឆ្នាំ05ប្រភេទត្រង់វែងពងពីកាពីតាហើយផ្នែកពីមុខគឺបែបនេះគឺជាប្រភេទឡានមកទឹកផ្លាកលេខខាងមុខនេះគឺ 2RX 6759បំពាក់ជាគេងគុជលើក្រោមជាមួយនឹងផ្នែកអង្កែបហើយឡើងប៉ាណា Toyota តែម្ដងជាពិសេសខាងលើនេះគឺមានhơiដបូលជាស្រេចអញ្ចឹងបងប្អូននេះគឺជាឡាន pick up ប្រភេទពងពីកាពីតាដែលបានតុបតែងឲ្យស្រាប់ហើយនេះគឺជាផ្នែកពីចំហៀងប្រភេទត្រង់វែងសំបីតែស្កុតតាគៀកនៅខាងក្រោយត្រង់នេះគឺនៅសំណុំដើមនៅឡើយបងប្អូនទាំងអស់គ្នាតោះទៅតាមដានមកជុំជាមួយខ្ញុំសម្រាប់បងប្អូននៅតាមបណ្ដាខេត្តអ្នកធ្វើស្រែចម្ការអ្នករកស៊ីនិងប្រើការក្នុងការដឹកជញ្ជូនគឺអាចពិចារណាជាមួយឡានមួយគ្រឿងនេះបានខ្ញុំហ៊ាននិយាយថាយើងចាយលុយក្រោម $20,000 ទិញឡានបែបនេះជិះគឺស័ក្តិសមមែនទែនគឺវាអាចដឹកទំនិញដឹកជញ្ជូនប្រើការបានមកកំ pl តែម្ដងហើយសម្រាប់ភិនភាគឡានមួយគ្រឿងនេះគឺអត់កាត់តអត់ដូរពណ៌ហើយបាតអត់ពុកអត់ច្រេះទេបាទតោះទៅមើលខាងក្នុង Let's go នេះគឺជាឡាន Tacoma ដែលខ្ញុំបានចូលខាងក្នុងពីដានស្អាតអាយុច្រើនប៉ុន្តែនៅតែធ្វើការបានល្អសម្រាប់មួយគ្រឿងនេះអ្វីដែលពិសេសឡាននេះមកទឹកផ្លាកលេខពាក់កម្រាល VIP ស្រាប់នេះជាផ្នែកខាងក្នុងហើយប៊ូតុងកាបេតាជាមួយនៅក្នុងប្រផេះបាទក្នុងប្រផេះស្រស់ស្អាតតែម្ដងតិចទ្វារនៅស្រស់ស្អាតអត់មានស្នាមជួសជុលធ្វើច្រើននោះទេអញ្ចឹងសម្រាប់បងប្អូនដែលទិញឡានមួយគ្រឿងនេះទៅគឺបានទី1ត្រង់វែងបំពាក់ជាគៀងគុជលើក្រោមមានប៉ាណាស្រាប់មានឈ្នាន់ជាន់កំភ្លេបងប្អូនឈៀករួចរាល់ជាប្រភេទផែនឡានស្អាតបានផ្លាកលេខឌុប RX បានផ្លាកលេខឌុប 2RX ហើយពណ៌សត្រង់វែងអូខេនេះគឺជាជ្រុងខាងក្រោយសម្រាប់បងប្អូនដែលកំពុងតែស្វែងរកឡាន pick up មិនដឹងថាទិញឡានមួយណាមានកញ្ចប់លុយក្រោម $20,000 អាចពិចារណាជាមួយឡានមួយគ្រឿងនេះហើយតាក់ទងមកខ្ញុំ CK លោកឡានដើម្បីទិញឡានមួយគ្រឿងនេះ